ជនល្មើសឈាមត្រជាក់បានកាត់សាកសពជនរងគ្រោះជាបំណែកច្រកថងខ្មៅខ្លះសេទូតកករួចបំណែកសាកសពនោះយកទៅបោះចោលនៅកំណរសម្រាមនិងក្នុងទឹកទន្លេយ៉ាងរំភើយដោយគ្មានការតក់ស្លុតអ្វីឡើយហេតុការណ៍នេះកើតឡើងនៅថ្ងៃទី2ខែមិថុនាឆ្នាំ2019ដោយជនសង្ស័យមានឈ្មោះថាសិនសុផលភេទស្រីអាយុ35ឆ្នាំមានមុខរបរជាអ្នកលក់អាហារអឺរ៉ុបបានសម្លាប់និងបានកាត់សាកសពជាបំណែកបោះចូលទន្លេហើយជនរងគ្រោះមានឈ្មោះថាគឹមយ៉ានាងភេទស្រីអាយុ39ឆ្នាំមុខរបរជាម្ចាស់ហាងអ៊ុតសក់នៅក្នុងផ្សារចាស់ជនរងគ្រោះជាស្ត្រីមេម៉ាយកូនមួយស្ថិតនៅក្នុងផ្ទះជួលម្ដុំទួលសង្កែមានស្រុកកំណើតនៅភូមិចាថ្មីឃុំគំរូស្រុកថ្មពួកខេត្តបន្ទាយមានជ័យអតីតខេត្តបាត់ដំបងហើយអ្វីដែលគួរឲ្យហួសចិត្តនោះគឺជនសង្ស័យមិនត្រឹមតែជាមនុស្សឈាមត្រជាក់សាហាវខូខើប៉ុណ្ណោះទេសូម្បីតែជីវិតផ្ទាល់ខ្លួនរបស់ជនសង្ស័យក៏មិនធម្មតាដែរគឺជនសង្ស័យមានប្តីរហូតដល់6នាក់ដោយប្តីទី1មានកូន1ប្តីទី2មានកូន2ប្តីទី3មានកូន1ហើយប្តីទី3នេះដែរជាជនជាតិខ្មែរឯប្តីទី4មានកូន1ប្តីទី5គ្មានកូននិងប្តីទី6គ្មានកូនទេអ្នកទាំង3ក្រោយនេះគឺជាជនបរទេសកាលពីថ្ងៃទី2ខែមិថុនាឆ្នាំ2019វេលាម៉ោង 20:30 នាទីជនរងគ្រោះនិងជនសង្ស័យត្រូវជាមិត្តភ័ក្តិនឹងគ្នាបានផឹកស៊ីនៅផ្ទះជនសង្ស័យក្រោយការផឹកស៊ីចប់ជនរងគ្រោះបានសុំយកកូនជនសង្ស័យភេទស្រីអាយុ8ឆ្នាំទៅដេកផ្ទះជាមួយនៅឯទួលសង្កែដោយទម្លាប់ធម្មតាលុះដល់ថ្ងៃទី3ខែមិថុនាឆ្នាំ2019វេលាម៉ោង 10 ព្រឹកជនរងគ្រោះបានដឹកកូនជនសង្ស័យមកដល់ផ្ទះវិញហើយជនរងគ្រោះក៏បានទារលុយជនសង្ស័យដែលជំពាក់កាលពីប៉ុន្មានថ្ងៃមុនចំនួន$700តែជនសង្ស័យប្រកែកសុំសងតែ$350តែប៉ុណ្ណោះហើយជនរងគ្រោះមិនព្រមនិងបានគម្រាមថាបើជនសង្ស័យមិនព្រមសងគ្រប់ទេគេនឹងប្រាប់ម្ចាស់បំណុលផ្សេងទៀតឲ្យមកស្គាល់ផ្ទះដើម្បីទារលុយព្រមគ្នាបញ្ជាក់ថាជនសង្ស័យជំពាក់លុយគេច្រើនគ្នានិយាយចប់ជនរងគ្រោះក៏បានដើរចូលបន្ទប់ទឹកដោយឃើញអាកាសល្អនិងស្ថិតក្នុងការព្រួយបារម្ភខ្លាចជនរងគ្រោះនិងផ្សព្វផ្សាយដំណឹងដែលខ្លួនជំពាក់លុយគេច្រើនដឹងឮដល់ប្តីរបស់ខ្លួនឃាតករបានដើរពីក្រោយហើយច្របាច់កជនរងគ្រោះដោយយកម្រាមដៃរុកច្រមុះឲ្យថប់ដង្ហើមរហូតដល់ជនរងគ្រោះបានសន្លប់បាត់បង់ស្មារតីទើបជនសង្ស័យយកក្រមារឹតកនិងចងដៃចងជើងដាក់ក្នុងបន្ទប់ទឹកដេករហូតដល់ដៃខ្យល់ស្លាប់ហើយបានយកសាកសពដាក់ចូលក្លាសេទូទឹកកករហូតដល់ថ្ងៃទី4ខែមិថុនាឆ្នាំ2019ជនសង្ស័យបានដាក់ថ្នាំងងុយដេកនៅក្នុងតែឲ្យប្តីដែលជាជនជាតិអាមេរិកកាំងផឹករហូតដល់ប្តីសន្លប់ទន់ដៃទន់ជើងដេកលក់ស្កប់ស្កល់ឃើញអាកាសល្អទើបជនសង្ស័យយកកំបិតយកមកកាត់សាកសពជនរងគ្រោះជាបំណែកពោលគឺកាត់ដៃកាត់ជើងកាត់ក្បាលវះពោះឆ្អឹងជំនីប្រលះយកសាច់ច្រកចូលថង់ខ្មៅរួចបោះចោលនៅក្នុងសម្រាមបន្តិចម្ដងគួរបញ្ជាក់ថាសាកសពដែលយកទៅបោះចោលនោះគឺនៅតាមកំណរសម្រាមនិងនៅក្នុងទន្លេរីឯគ្រឿងអលង្ការនិងទូរស័ព្ទគាត់បានបោះចូលនៅក្នុងទន្លេនិងធុងសម្រាមក្បែរវត្តអូណាឡោមដោយឡែកលុយជនរងគ្រោះមានចំនួន$20,000រៀលនិងលុយ$50ជនសង្ស័យបានរក្សាទុកក្នុងខ្លួនព្រមជាមួយគ្នាផងដែរនិយាយអំពីគ្រួសារជនរងគ្រោះវិញម្ដងក្រោយពេលបាត់ជនរងគ្រោះអស់រយៈពេល1ថ្ងៃកូនស្រីបានកាន់រូបថតម្ដាយដើរសួរគេសួរឯងតាមផ្លូវទាំងយប់ទាំងថ្ងៃជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញនិងបានអំពាវនាវទៅដល់សារព័ត៌មានឲ្យជួយផ្សព្វផ្សាយរកម្ដាយថែមទៀតផងហើយហេតុការណ៍នេះធ្វើឲ្យផ្អើលគេផ្អើលឯងនិងមានការចាប់អារម្មណ៍អាណិតអាសូរដល់ជនរងគ្រោះគ្រប់គ្នាដំណឹងសួររកម្ដាយនេះក៏ធ្វើឲ្យមានការចាប់អារម្មណ៍ទៅដល់សមត្ថកិច្ចនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញដុតដៃដុតជើងគ្នាដើម្បីស្រាវជ្រាវរកជនរងគ្រោះដែលបាត់ខ្លួនរហូតដល់យប់ថ្ងៃទី10ខែមិថុនាឆ្នាំ2019អាវុធហត្ថខណ្ឌដូនពេញដែលដឹកនាំដោយលោកវីរៈសេនីយ៍ឯកថោងពិសិដ្ឋបានបញ្ជាផ្ទាល់តែម្ដងដោយសហការជាមួយនឹងកងកម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញបានស្រាវជ្រាវកំណត់មុខសញ្ញានៃករណីបាត់ខ្លួនខាងលើជាករណីឃាតកម្ម
នឹងបានកំណត់អត្តសញ្ញាណជនសង្ស័យដើម្បីបំបែកសំណុំរឿងហើយឃាត់ខ្លួនជនសង្ស័យមកសួរនាំរហូតដល់ជនសង្ស័យព្រមសារភាពទទួលកំហុសដោយបានរៀបរាប់ខាងលើថាខ្លួនពិតជាឃាតករពិតប្រាកដមែនហើយក្នុងករណីឃាតកម្មនេះទាំងរំតែអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវរកមុខឃាតករឃើញគឺប្រើរយៈពេល1សប្តាហ៍ឯណោះ